Hello ពុកម៉ែបងប្អូនគ្នាឥឡូវរឿងលោកស្នេហ៍ក្រមុំសុខស្នេហ៍បានចិនភាគ3ហើយពុកម៉ែបងប្អូនទាំងគ្នាទូប្រុសយើងបានទៅទិនសាច់ជ្រូកផ្ទះទួស្រយញើបិទមាត់នឹងចិត្តតែម្ដងហ្មងណាឥឡូវទូប្រុសយើងមកដល់វិញឡានឪពុកទូប្រុសយើងបានមកដល់មុខផ្ទះដែរឥឡូវទូប្រុសយើងក៏ចាប់ផ្ដើមយកសាច់ជ្រូកដែលគាត់ទិននៅផ្ទះទូស្រីយើងនឹងឯងយកឲ្យម៉ាក់គាត់ទៅស្លោព្រមគាត់ទៅទិនរៀងយូរដែរហើយចិត្តពី3ម៉ោងអីដែរហើយមកផែនមើលទៅម៉ាក់គាត់ចាំផ្លូវសាច់ជ្រូកនឹងយូរហើយមើលទៅអើយពុកម៉ែបងប្អូនគ្នាសូមអភ័យទោសផងតែសាញ់ខ្ញុំមិនសូវចេះបញ្ចូលផងព្រោះយើងបញ្ចូលសម្លេងរឿងភាគមួយរឿងលោកស្នេហ៍ក្រមុំសុខស្នេហ៍ភាគ1នឹងឥឡូវបានឈឺបាត់ហើយខ្ញុំអត់សូវចេះត្រឡប់បញ្ចូលតែបញ្ចូលសម្លេងចឹងទៅខ្ញុំមកចេះចូលហ្មងឥឡូវទូប្រុសយើងចាប់ផ្ដើមទៅសួរឪពុកគាត់ថាតើគាត់មករៀងយូរអីនៅហើយគាត់ទៅវិញក៏អត់ទេចឹងទៅណាហើយពុកទូប្រុសយើងបានឆ្លើយថាគាត់ទៅវិញទេគាត់ទៅវិញទេគាត់ទៅតែគាត់អត់ទៅឥឡូវទេបាទហូបបាយហើយនៅជួបជុំបងប្អូនគាត់សិនហើយទូប្រុសយើងក៏ឡើងទៅងូតទឹកនឹងឯងឲ្យសម្រះខ្លួនដោយសារគាត់ជិះឡានពី3ម៉ោងហើយហត់ហើយទូប្រុសយើងជាក្មេងល្អគាត់មកពីទិនសាច់ជ្រូកភ្លាមចូលក្នុងបន្ទប់គាត់ធ្វើការទៀតហើយកន្លែងធ្វើការគាត់នឹងមានកិច្ចការធ្វើជាប្រញាប់ចឹងបានគាត់ប្រញាប់ធ្វើឲ្យហើយអីចឹងទៅណាដើម្បីយកឲ្យមេគាត់មុនថ្ងៃឥឡូវយើងចូលផ្ទះទូស្រីយើងតបទូស្រីយើងម្ដងទូស្រីយើងក៏ចាប់ផ្ដើមដាក់ចំណីគោនឹងហើយគាត់ក៏ទៅដងល្អឯជ្រូកលេនដោយសារជ្រូកគាត់ឥឡូវធំហើយចិត្តសម្រាប់កូនទៀតហើយទៅលេនហើយដើម្បីទុកកម្លាំងយកកម្លាំងចិត្តឲ្យកូនគាត់ជ្រូកហ្នឹងឥឡូវចិត្តសម្រាប់ឲ្យពុកម៉ែបងប្អូនគ្នាគាត់ទៅដងអាយជ្រូកលេនមកផ្លែតអីចឹងទៅហើយគាត់ក៏ទៅធ្វើការកិច្ចការគាត់ទៀតតែម្ដងឥឡូវរឿងភាគ3យើងចាប់ដោយប៉ុណ្ណឹងហើយពុកម៉ែបងប្អូនគ្នាសូមរងចាំភាគ4សូមអរគុណ